ជំរាបសួរអ្នកគ្រូថ្ងៃនេះខ្ញុំបានរៀនឲ្យអ្នកគ្រូស្ដាប់និងមិត្តភ័ក្តិទាំងអស់គ្នាការអានអត្ថបទខ្លីសាខននិងសាទពូកែអានរឿងសាខនទឿនសាទអារឿងសាខននិងសាទអានបាន3-4រឿងសាទប៉ិនខាងពូគំនូសាទនាំសាខនគូគំនូដែរម៉ែបានសរសើរថាកូននឹងកើតចំណាស់ជំរាបលាអ្នកគ្រូ